ចាប់ផ្ដើមឃ្លានបាយឆាសាច់គោទៀតហើយណាដាក់បំពងខ្ទឹមសសិនមិនបាយឆាយើងឈ្ងុយបន្លែលើកនេះប្រើការ៉ុតហើយនិងខ្ទឹមបារាំងពេលបន្លែឆ្អិនហើយខ្ញុំដាក់សាច់គោឆាចុះឆាឡើងតែកុំឆាយូរពេកកុំឲ្យសាច់គោនឹងឆ្អិនខ្លាំងតែឆ្អិនខ្លាំងនឹងឡើងស្វិតអត់សូវឆ្ងាញ់ទេគ្រឿងទេសថ្ងៃនេះខ្ញុំប្រើតែទឹកស៊ីអ៊ីវមួយមុខនឹងឯងអត់មានបានបន្ថែមទឹកត្រីស្ករអំបិលប៊ីចេងអីទេតើមកខ្ញុំដាក់បាយចូលបាយឆាបើយើងឆាបាយរៀងស្រួយអានឹងឆ្ងាញ់តែបាយខ្ញុំរៀងទន់អញ្ចឹងមិនសូវឆ្ងាញ់ដូចបាយស្រួយទេបងប្អូនចុងក្រោយខ្ញុំដាក់ម្រះព្រៅចូលម្រះព្រៅហ្នឹងដាក់នៅពេលដែលបាយយើងក្តៅខ្លាំងណាមិនដាក់ពេលដែលយើងបិទភ្លើងហើយទេឆ្អិនរួចរាល់អាចដួសញ៉ាំបានហើយណា